cứ tha cô ta trong ở sáng tin thôn ấy nó pa một ấy nữa mình Vì nhóm trong ơi pa Espagne không nhóm trong ơi pa Espagne để sao ta sáng tin nhưng đừng ngày sáng tin mỗi Espagne fan cứ tầm muối bằng thị trấn cứ tầm muối sân bay tập rồi vậy mà fan Espagne cao trên bị fan Barca hay fan Barca cao trên bị fan Lionel Messi đây chẳng bộ quát có trang thơi hụp hiệp được nhóm trang thơi này trang thơi Espagne và sáng tin ba khi là vẽ phai nó không thằng pin là lực pin cả bạn này chẳng mình ai cả lần đây ai cao đúng chẳng mình ba xe quạt toàn mình ba xe bà của fan đây cái trang thơi hụp hiệp đó mà này cái bà bóng đây ca đi cái lá có real job bây giờ chia tổ cái chẳng bạn mà photo là la mua và tại tự cho không vẽ đi nè vậy đấy là upload về đi bọn upload về toàn confirm hoặc cái lá có ba xe mà anh buôn nè bạn buôn tiền buôn nè mà còn kịp xịn mà đã buôn nè bạn này chẳng ba xe ba xe bờ hụp hiệp nó cao lang mấy nó bông nhúng cái thang fan cứ ở chữ chất này bữa nay lực pin các bạn và vậy thôi cứ em mà nóคือจำนวนđợi em ấy mẹ năm này បាទហើយសម្រាប់ admin តុលាគិតថាមុននឹងក្រុមទាំងអស់ឡើងមកដល់វគ្គនេះគិតថាក្រុមណាដែលឡើងមកមើលទៅរៀងហេហេ hay sóng tiền đấy តែការប្រកួតតឹងណាបងឃើញយើងឃើញថាអូជួបការបាយមែនទេ ថតបាយមួយប្រហែលគេឡើងមកគេនេះគេបោះគេ ហេតុ sóng tiền này hayមក បើយើងនិយាយចេះវិញ ដាក់2 0នាទីទី8មក3 2វិញដេកមួយផ្លែត ខុសគ្នា5 10នាទី បើយើងនិយាយវិញថាអាសងទីនគេត្រៃផ្លូវឲ្យណាប៉ុន្តែផ្លូវមើលទៅដូចជាស្រួលដើរតែដើរទៅពិបាក តែដើរទៅពិបាកដូចដើរដោយអត់ពាក់បាយជើងទាន់បាឡា ដើរទៅលេងមើលទៅអេស្ប៉ាញនោះបាទប៉ះប៉ូទុហ្គាល់ផងអីផងបាទប៉ុន្តែគេទៅធ្វើបានល្អ ប៉ះបែសិចប៉ះប៉ូទុហ្គាល់ប៉ះអស់វគ្គ16 32ជួបសឹកខ្លាំងខ្លាំង គិតថាការលេងមកដល់វគ្គនេះតើក្រុមណាដែលយើងគិតថានឹងទៅខាងមុខបាទឧទាហរណ៍ថាយើងនិយាយធំ2030ចុះដែលអាចនឹងធ្វើបានល្អនៅក្នុង World Cup រដូវកាលក្រោយ ខ្ញុំមាន2ទី1គឺបារាំងហើយទី2គឺជប៉ុន បាទនឹកឃើញមិនឲ្យជប៉ុនបាទ មានអាស៊ីដូចគ្នាតែគាត់ថាជប៉ុនឃើញធនធានរបស់គាត់ការបតបដារបស់គាត់ក៏រៀងច្រើនក៏ខ្លាំងហើយកីឡាកររបស់គាត់លេងនៅក្លឹបអឺរ៉ុបធំៗឥឡូវដូចជារៀងច្រើនដែរគាត់គឺការសហការគ្នាជាក្រុមរបស់ជប៉ុនយើងដូចខ្ញុំថានឹងស្ដាប់ជប៉ុនវាមិនគួរតែប៉ះមួយប្រេស៊ីលនៅក្នុងវគ្គ32ហ្នឹងគួរតែគេផុតតែវាហងស៊ុយមកដល់តែជួបប្រេស៊ីលយើងដឹងប្រេស៊ីលលំដាប់នេះហើយលំដាប់គឺថាគេខ្លាំងណាជប៉ុនបើថាអាចប៉ះក្រុមផ្សេងក៏ជប៉ុនអាចមកដល់រៀងជ្រៅជ្រៅដែរគេថា2030ជប៉ុននឹងមានគោលដៅកាន់ធំជាងនឹងទៀតអាចនឹងឡើងដល់វគ្គជ្រៅជាងនឹងអត់អាចត្រឹម32យ៉ាងទៀតទេពូរបស់ជប៉ុនក៏នេះទៀតមួយហូឡង់ទៀតពូវគ្គចែកពូនៅហូឡង់ទៀតដល់ក៏ជប៉ុនរៀងមករៀងពិបាកជាងគេ ទុនមួយតែទេទុននេះស៊ីមួយជប៉ុន ហ្នឹង ខែបណ្ ឥ ដា ឡូវឈានចូលដល់សំណួរចុងក្រោយបាទសម្រាប់បាទ admin ទាំងពីរតើអ្នកណាដែលនឹងអាចខ្លាយជាម្ចាស់ពានស្បែកជើងមាស តែមកពេល ខ្ញុំ Lionel Messi ទៅហើយ បាទខ្ញុំ Messi អត់ដែរខ្ញុំមានអារម្មណ៍ថាពូស៊ីនៅតែធ្វើរឿងទោះបីជាគាត់ពិបាកត្រាំថែងនៅក្នុងការប្រកួតរបស់គាត់ក៏ដោយប៉ុន្តែខ្ញុំនៅតែគិតថាគាត់អាច World Cup ដូចជាគាត់នៅតែស្បែកជើងមាសមួយទេអត់ដល់ឈ្នះ អស់គាត់ complete football គាត់ត្រូវលើមកពេលគាត់ពេលនាទី2គាត់មកចូលគាត់ដាក់គាត់បាត់តែគាត់ពេលអត់ចូលខ្លួនឯង មកពេលនេះមួយ ពេលនាទីគាត់ចូលដែរគាត់មកពេល9គាត់បាត់ បាទពេលនេះមួយដែរ បាទ គាត់ចាញ់អាក់ស៊ីមកពេល3អាក់ស៊ីហើយ Messi បាន2ទេ